វាមានអារម្មណ៍យ៉ាងណានៅពេលដែលរស់រានមានជីវិតក៏មួយជាមួយមិត្តស្រីរបស់អ្នកគ្មានភ្លើងគ្មានទឹកគ្មានអាហារប៉ុន្តែពួកគេមិនត្រឹមតែមិនឃ្លាននោះទេថែមទាំងបានញ៉ាំអាហារសមុទ្រយ៉ាងឆ្ងាញ់ពិសាទៀតផងពេលកំពុងរកអាហារសមុទ្រក្នុងព្រៃកោងកាងពួកគេចាប់បានក្តាមសមុទ្រយៈទម្ងន់ប៉ុន្មានគីឡូគ្រាន់តែដាក់វាផ្ទាល់លើភ្លើងដើម្បីអាំងគ្រាន់តែតង្កៀបក្តាមមួយក៏អាចធ្វើឲ្យមនុស្សឆ្អែតបានដែរការមុជទឹកបាញ់ត្រីរឹតតែមានសំណាងទៅទៀតគ្រាន់តែមុជចម្ដងសោះអាចបាញ់បានត្រីសមុទ្រធំដល់ទៅ3ក្បាលញ៉ាំត្រីអាំងយ៉ាងឆ្ងាញ់មាត់បន្ទាប់មកក៏ប្រទះឃើញសម្បុកបង្កងនៅក្រោមប្រហោងថ្មម្នាក់ចាប់បានមួយក្បាលចាប់ឡើងចង់រួយដៃទីបំផុតក៏បានញ៉ាំអាហារជប់លៀងបង្កងតើអ្នកចង់ចូលរួមក្នុងដំណើរសាច់រឿងរស់រានមានជីវិតនៅលើកោះស្ងាត់បែបនេះទេនៅក្នុងភាគនេះ James និងមិត្តស្រីរបស់គាត់បានជាប់គាំងនៅលើកោះត្រូពិកមួយកណ្ដាលមហាសមុទ្រ Pacific គ្រាន់តែថ្ងៃដំបូងនៃការជាប់គាំងមិត្តស្រីរបស់គាត់បានបង្ហាញពីស្មារតីនៃការរស់រានមានជីវិតយ៉ាងខ្លាំងក្លានាងប្រាប់ James ថាបើចង់រស់នៅលើកោះស្ងាត់នេះត្រូវតែបំពេញនូវកត្តារស់រានមានជីវិតជាមូលដ្ឋានចំនួន3នោះគឺអាហារទឹកនិងភ្លើងជំហានដំបូងគឺត្រូវស្វែងយល់ពីធនធាននៅលើកោះនេះលុះត្រាតែរកបានប្រភពអាហារដែលអាចផ្គត់ផ្គង់បានស្ថិរភាពទើបពួកគេមិនចាំបាច់ទ្រាំភ្លាមមិនយូរប៉ុន្មាននៅក្រោមដើមឈើពួកគេបានប្រទះឃើញក្តាមមួយគូពួកវាជាប្រភេទក្តាមព្រៃយក្សប្រភេទក្តាមនេះអាចមានទំហំប៉ុនកណ្ដាប់ដៃមនុស្សធំប្រសិនបើនៅលើកោះស្ងាត់ហើយចិត្តដាច់ពោះស្លាប់អ្នកអាចសាកល្បងចាប់ក្តាមប្រភេទនេះមកញ៉ាំបានប៉ុន្តែពួកវាមិនសូវមានសាច់ទេមិនគ្រប់គ្រាន់សម្រាប់រក្សាកម្លាំងនោះឡើយពួកគេត្រូវការស្វែងរកប្រភពអាហារដែលស្ថិរភាពជាងនេះនៅក្នុងព្រៃដូងមានមូសច្រើនណាស់មិត្តស្រីត្រូវមូសខំចេញកន្ទួលក្រហមពេញខ្លួនបើនៅទីនេះតែប៉ុន្មាននាទីទៀតខ្លាចសំបីតែខ្សែអាវក៏ត្រូវមូសខំដាច់ដែរពួកគេក៏ប្រញាប់ដើរទៅមាត់សមុទ្រដែរត្រាំងសង្កេតឃើញមានសម្រាមអណ្តែតទៅជាច្រើននៅលើឆ្នេរពួកគេទាំងពីរដើរតាមមាត់សមុទ្រដើម្បីរករកមើលថាតើអាចរកឃើញអ្វីដែលមានប្រយោជន៍ដែរឬទេក្រៅពីក្តាមព្រៃជាច្រើននៅលើកោះនេះក៏មានដើមដូងជាច្រើនផងដែរមិត្តស្រីដើរមកស្ងាត់រួចអង្គុយលើស្មា James តាមពិតពួកគេប្រើវិធីនេះដើម្បីបេះដូងនៅលើដើមខ្ពស់នៅលើកោះនេះមានដើមដូងច្រើនណាស់នេះមានន័យថាពួកគេបានដោះស្រាយបញ្ហាទឹកសាបបានហើយព្រមទាំងមានប្រភពអាហារដ៏ស្ថិរភាពមួយគឺទឹកដូងដ៏ផ្អែមត្រជាក់សាច់ដូងជួយបំពេញជាតិស្ករនិងកាបូអ៊ីដ្រាតក្រៅពីដូងពួកគេក៏បានរកឃើញក្រូចឆ្មាព្រៃជាច្រើននៅតាមមាត់សមុទ្រក្រូចឆ្មាទាំងនេះសម្បូរទៅដោយវីតាមីនខ្លាំងណាស់តម្រូវការរស់រានមានជីវិតជាមូលដ្ឋានឥឡូវនេះមិនខ្វះខាតទៀតទេប្រសិនបើចង់រស់នៅបានប្រសើរជាងនេះពួកគេត្រូវតែស្វែងរកអាហារបន្ថែមទៀតនៅលើឆ្នេរមានសម្បកខ្យងសមុទ្រយក្សជាច្រើននេះបង្ហាញថាធនធានតាមឆ្នេរសមុទ្រនៅលើកោះនេះពិតជាមិនធម្មតាទេនៅលើឆ្នេរមានសាកសពអណ្ដើកសមុទ្រមួយក្បាល James ស្មានថាវាប្រហែលជាស្លាប់ដោយសារតែរងខ្សែពួរឬសម្រាមមិនថាជាក្តាមព្រៃដែលរស់នៅក្នុងគំនូរសម្រាមឬក្តាមខ្យងដែលយកផ្លាស្ទិកដែលគេបោះចោលធ្វើជាសម្បកសញ្ញាទាំងអស់នេះបង្ហាញថាការបំពុលនៅលើកោះស្ងាត់នេះបានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភហើយក្នុងពេលនោះមិត្តស្រីក៏បានប្រទះឃើញអណ្ដើកសមុទ្រធំមួយក្បាលកំពុងទៅគោក James ស្មានថាវាប្រហែលជាឡើងមកលើគោកដើម្បីពងពេលនេះមិត្តស្រីចាប់ផ្ដើមឃ្លានហើយ James រើបានដបផ្លាស្ទិកមួយដើម្បីច្នៃជាឧបករណ៍ស្ទូចត្រីពួកគេទាំងពីរចេញទៅតំបន់ថ្មដោយមានបំណងសាកល្បងស្ទូចត្រីខ្លះប៉ុន្តែពួកគេស្ទូចបានត្រឹមតែត្រីតូចប៉ុណ្ណោះធំមិនទាន់ពន់បាត់ដៃផង James សម្រេចចិត្តលែងវាទៅសមុទ្រវិញគាត់សម្រេចចិត្តសាកល្បងវិធីប្រមាញ់ដែលប្រថុយប្រឋានជាងនេះដោយយកស្នាបាញ់ត្រីទៅជាមួយដើមឡើយគាត់គិតថាដោយមានស្នាដ៏ខ្លាំងនេះនឹងអាចប្រមាញ់បានត្រីធំប៉ុន្តែនៅក្នុងប្រហោងថ្មបែរជាគ្មានបង្កងឬត្រីធំដោយការរំពឹងទុកសោះបន្ទាប់ពីការស្វែងរកអស់មួយសន្ទុះទីបំផុត James ក៏ទាញកែស្នាបាញ់ត្រូវគោលដៅអាហារថ្ងៃត្រង់ថ្ងៃនេះបានមកហើយយកដូងទុំមួយផ្លែសម្បកដូងអាចយកមកធ្វើជាចានបានដោយសារតែនៅលើកោះនេះពួកគេនៅមិនទាន់មានភ្លើងនៅឡើយដូច្នេះ James សម្រេចចិត្តថាអាហារថ្ងៃត្រង់ថ្ងៃនេះនឹងសាកល្បងរសជាតិប្លែកមួយបែបទៀតគាត់ហាន់យកតែសាច់ត្រីដោយយកស្បែកនិងខ្លាញ់ចេញទុកតែសាច់ត្រីសុទ្ធល្អរួចហាន់ជាចំណិតស្ដើងបន្ទាប់មកច្របាច់ទឹកក្រូចឆ្មាចូលបន្តិចពួកគេធ្វើ sashimi សម្រាប់អាហារថ្ងៃត្រង់សាច់ត្រីស្រស់ផ្អែមរួមផ្សំជាមួយរសជាតិជូរនៃក្រូចឆ្មាកាន់តែធ្វើឲ្យវាមានភាពទាក់ទាញអូខេដល់ពេលត្រូវភ្លក់ហើយបានរងចាំអស់រយៈពេល30នាទីនេះណែឃើញថាវាឆ្អិនល្មមហើយតោះសាក់ភ្លក់មើលអូននៅតែកាន់អញ្ចឹងថាមួយម៉ាត់ទៅចាំបងទប់ឲ្យអូនញ៉ាំទៅអូនសាក់ញ៉ាំដុំនេះមួយទៀតមើលឆ្ងាញ់មែនអ្នកទាំងពីរញ៉ាំជាមួយក្រូចឆ្មាឆ្ងាញ់ណាស់រសជាតិស្រស់ស្រាយណាស់បន្ទាប់ពីញ៉ាំឆ្អែតព្រះអាទិត្យពេលថ្ងៃត្រង់នៅលើកោះនេះក្តៅខ្លាំងណាស់ពួកគេសម្រាកបន្តិចនៅក្រោមម្លប់ឈើនៅលើកោះនេះមានព្រៃកោងកាងដ៏ធំមួយបន្ទាប់ពីសម្រាកថ្ងៃត្រង់ពួកគេបានទៅព្រៃកោងកាងដើម្បីរកអាហារសមុទ្រ James ឃើញត្រីតុកកែនៅក្នុងទឹកប៉ុន្តែដោយសារក្នុងដៃគ្មានស្នាទើបពិបាកនឹងចាប់ពួកវាមិត្តស្រីរើសបានតង្កៀបក្តាមមួយនៅលើដីនោះគឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថានៅទីនេះប្រហែលជាមានក្តាមភក់ធំមិនយូរប៉ុន្មាន James បានប្រទះឃើញក្តាមភក់ដ៏ធំមួយនៅក្នុងប្រហោង
គាត់លូកដៃចូលទៅកាយពីចន្លោះឫសឈើដែលដុះចាក់ស្រែកគ្នាទាញបានក្តាមភក់មួយក្បាលទម្ងន់ប្រហែល1 គីឡូក្រាមក្តាមនេះទោះបីជាធំមែនប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់មនុស្ស2នាក់ញ៉ាំឡើយ James បន្តដើររកនៅជុំវិញនោះយ៉ាងលឿនគាត់ក៏រកឃើញក្តាមភក់ដ៏ធំមួយទៀតនៅក្នុងប្រហោងដើមឈើមួយទៀតព្រះឲ្យមើលក្បាលនេះទៅស្អាតណាស់ស្រស់ស្អាតមែនទែនអស្ចារ្យណាស់ថ្ងៃនេះពិតជាទទួលបានផលច្រើនមែនទែនក្តាមភក់យក្ស2ក្បាលគ្រប់គ្រាន់សម្រាប់ការញ៉ាំមួយពេលត្រឡប់មកឆ្នេរវិញមិត្តស្រីអត់ធ្មត់លេងបានក្នុងការរៀបចំអាហារពេលល្ងាចពួកគេដុតភ្លើងមួយគំនរនៅលើឆ្នេរនៅលើកោះស្ងាត់គ្មានឧបករណ៍ចម្អិនអាហារទេដូច្នេះការអាំងគឺជាវិធីល្អបំផុតគ្រឿងផ្សំសម្រាប់អាហារពេលល្ងាចថ្ងៃនេះគឺក្តាមភក់2ក្បាលដែលមានទម្ងន់សរុបជាង2 គីឡូក្រាមពួកគេដាក់ក្តាមទាំងមូលទៅក្នុងរងើភ្លើងដើម្បីអាំងក្នុងអំឡុងពេលអាំងត្រូវប្រែវាឲ្យបានច្រើនដងដើម្បីកុំឲ្យខ្លោច James យកក្តាមដែលអាំងឆ្អិនចេញមករួចដាក់វានៅលើទៅឈើមិនទាន់បានញ៉ាំផងក៏បានធំក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំបាត់ទៅហើយ James កាច់ទង្គៀបក្តាមមួយខាងក្នុងមានសាច់ក្តាមពណ៌សាក់បោះឯមនឹងមានទឹកដកគ្រាន់តែទង្គៀបមួយនេះក៏អាចធ្វើឲ្យមនុស្សម្នាក់ឆ្អែតបានដែរបន្ទាប់ពីប្រើកាំបិតវាបំបែកទង្គៀបក្តាមរួចដុំសាច់ក្តាមពណ៌ស្ករលេចចេញមកនៅចំពោះមុខដំណើរស្វែងរកក្តាមថ្ងៃនេះបានជួយឲ្យពួកគេបំពេញក្រពះដ៏ឃ្លានរបស់ពួកគេទោះបីជាក្តាមមានសាច់ច្រើនប៉ុន្តែបរិមាណជាតិខ្លាញ់របស់វាគឺទាបណាស់ប្រសិនបើចង់បន្តរស់នៅលើកោះនេះពួកគេត្រូវតែប្រមាញ់ត្រីឬអាហារឲ្យបានច្រើនជាងនេះព្រឹកព្រលឹមថ្ងៃបន្ទាប់ James នាំមិត្តស្រីដើរលេងតាមមាត់សមុទ្រស្រាប់តែនាងប្រទះឃើញបង្កងមួយក្បាលនៅលើខ្សាច់គួរឲ្យស្ដាយដែលបង្កងមួយនេះបានងាប់បាត់ទៅហើយនោះគ្រាន់តែជាកូនបង្កងមួយក្បាល James ក៏មិនច្បាស់ថាហេតុអ្វីបានជាវាងាប់នៅលើគុកនោះទេប្រហែលជាវាត្រូវទឹករលកបោកបក់ទៅមកលើនេះក៏មានន័យថាតំបន់សមុទ្រនេះប្រកាសជានៅមានបង្កងជាច្រើនទៀតដំបូងឡើយពួកគេគិតថាគួរឲ្យស្ដាយចំពោះបង្កងដែលងាប់ដោយចៃដន្យនេះប៉ុន្តែចុងក្រោយក៏មានគំនិតចង់ទៅប្រមាញ់បង្កងមិត្តស្រីប្រញាប់ផ្លាស់ប្ដូរសម្លៀកបំពាក់មួយទឹកអ្នកទាំងពីរក៏ចាប់ផ្ដើមស្វែងរកបង្កងធំសូម្បីតែត្រីតុកកែនៅក្នុងផ្កាថ្មក៏គ្មានដែរ James ពាក់ស្រោមដៃគោលដៅគឺស្វែងរកបង្កងធំនៅតាមប្រហោងថ្មមិត្តស្រីក៏ចូលរួមក្នុងដំណើរប្រមាញ់បង្កងនេះដែរមិនយូរប៉ុន្មានពួកគេបានប្រទះឃើញពុកមាត់បង្កងនៅតាមប្រហោងថ្មប៉ុន្តែក្បាលនេះនៅតូចពេកដូច្នេះមិត្តស្រីសម្រេចចិត្តលេងវាស្រាប់តែហ្វូងអណ្ដើកសមុទ្រក៏លេចចេញមកប្រហែលជាពួកវាក៏ចង់មករកស៊ីនៅតំបន់ផ្កាថ្មនេះដែរមិត្តស្រីត្រូវបានតាក់ទាញដោយសត្វសមុទ្រទាំងនោះភ្លាមនាងហាក់ដូចជាភ្លេចបាត់ទៅហើយអំពីការទៅចាប់បង្កងនាងហែតាមត្រីបែមួយក្បាលបទពិសោធន៍នេះពិតជារំភើបខ្លាំងណាស់ក្នុងខណៈនោះ James កំពុងតែងមុខមូលនឹងការប្រមាញ់បង្កងមានប្រតិកម្មលឿនណាស់បើចង់ចាប់វាដោយដៃទេពិតជាមិនងាយស្រួលនោះទេមិនយូរប៉ុន្មាន James ក៏ឃើញពុកមាត់បង្កងលៀនចេញពីប្រហោងថ្មទៀតគាត់ហៅមិត្តស្រីមកកន្លែងដែលមានបង្កងពួកគេរៀបចំផែនការឡោមព័ទ្ធពីសងខាងបន្ទាប់ពីឯកភាពលើផែនការរួចមិត្តស្រីក៏ចាប់ផ្ដើមធ្វើសកម្មភាពភ្លាមពួកគេបានប្រទះឃើញសម្បុកបង្កងនៅក្នុងប្រហោងថ្មម្នាក់ចាប់បានមួយក្បាលការប្រមាញ់បង្កងលើកនេះទទួលបានផលយ៉ាងច្រើននៅក្នុងប្រហោងថ្មនៅសល់មួយក្បាលទៀតប៉ុន្តែបង្កងទាំងពីរក្បាលនេះគ្រប់គ្រាន់សម្រាប់ពួកគេញ៉ាំមួយពេលយ៉ាងឆ្អែតហើយដូច្នេះបង្កងដែលនៅសល់មានសំណាងត្រូវបានដោះលែងបិទស្រីលើកបង្កងឡើងខ្ពស់ផុតពីផ្ទៃទឹករួចហែត្រឡប់ទៅមាត់សមុទ្រវិញមើលទៅថ្ងៃនេះប្រកាសជាមានអាហារជប់លៀងបង្កងហើយនៅពីចម្ងាយមេឃចាប់ផ្ដើមពោពេញដោយពុកខ្មៅហាក់ដូចជាមានភ្លៀងធ្លាក់ខ្លាំងចិត្តមកដល់ហើយ James ដើរប្រមូលស្លឹកដូងនៅក្បែរនោះគាត់យកវាទៅគ្របពីលើដំបូលចម្រោកគ្រាន់តែគ្របឲ្យក្រាស់ល្មមក៏អាចបាំងភ្លៀងបានហើយក្នុងពេលរងចាំរងើកភ្លើង James សន្ទះសារចង់បង្អួតពីលទ្ធផលការងារថ្ងៃនេះក្បាលតូចនេះគឺបង្កងភ្នែកគំនូចំណែកក្បាលដែលចាប់បានថ្ងៃនេះគឺបង្កងភ្នែកផ្កាមើលមួយផ្លែតគឺស្រដៀងគ្នាខ្លាំងណាស់ប៉ុន្តែពណ៌សម្បុរគឺខុសគ្នាយ៉ាងច្បាស់ចំណែកនេះគឺបង្កងអុកទ្វីបកាលពីមុនពួកគេក៏ធ្លាប់ចាប់បានមួយក្បាលដែរប្រភេទបង្កងនេះគឺកម្រណាស់ជាមួយនឹងដង្កៀបដ៏វែងរបស់វាបង្កងពីរក្បាលដែលចាប់បានថ្ងៃនេះ James មិនមានបំណងអាំងទាំងពីរទេមិត្តស្រីកាច់ក្បាលបង្កងមួយចេញនាងចង់ទុកក្បាលវាធ្វើជាអនុស្សាវរីយ៍បន្ទាប់មកយកសាច់កន្ទុយបង្កងចេញនាងដាក់សាច់បង្កងលើស្លឹកចេកនាងចង់ធ្វើមុខម្ហូបបង្កងអាំងរុំស្លឹកចេក James រើសយកដូងទុំមួយផ្លែដែលនៅក្បែរដៃបោះសម្បកដូងដ៏ក្រាស់ខាងក្រៅចេញរួចពុះផ្លែដូងសាច់ដូងខាងក្នុងចាប់ផ្ដើមក្រាស់ក្លិនឈ្ងុយក៏កាន់តែខ្លាំងមិត្តស្រីកោសសាច់ដូងបន្តិចរោយពីលើសាច់បង្កងក្លិនឆ្អាបរបស់សាច់បង្កងបានតាក់ទាញក្តាមសម្បកខ្យងជាច្រើននាងក៏ប្រញាប់រុំសាច់បង្កងឲ្យជិតរួចដាក់លើគំនរភ្លើងដើម្បីអាំង
ថ្ងៃនេះបង្កងត្រូវបានចំអិនតាមពីរបៀបតើអ្នកទាំងអស់គ្នាចូលចិត្តការញ៉ាំមួយណាជាងក្នុងពេលរងចាំបង្កងឆ្អិនអ្នកទាំងពីរដើរលេងតាមមាត់សមុទ្រពួកគេប្រទះឃើញបំណែកសម្បកបង្កងនៅលើខ្សាច់ធនធានបង្កងនៅលើកោះនេះពិតជាសម្បូរណាស់នៅក្នុងការរកអាហារសមុទ្រលើកមុនពួកគេក៏ចាប់បានបង្កងមិនតិចដែរក្តាមមួយក្បាលនៅសល់តែទាំងគៀបខាងដើរកាត់តាមឆ្នេរសមុទ្រក៏ក្លាយជាគោដើរលេងសាច់របស់ពួកគេមិត្តស្រីដេកចុះសើចលេងជាមួយក្តាមមួយនេះនៅសល់តែទាំងគៀបខាងប៉ុណ្ណោះវាប្រហែលជាចាញ់នៅក្នុងការប្រយុទ្ធដណ្ដើមគូហើយពេលនេះបង្កងត្រូវបានអាំងឡើងក្រហមទុំមើលទៅដូចជាឆ្អិនទាំងស្រុងហើយ James ក៏យកបង្កងចេញមកអាហារពេលល្ងាចថ្ងៃនេះពិតជាគួរឲ្យចង់ញ៉ាំណាស់បង្កងធំ2ក្បាលផ្ដល់ប្រូតេអ៊ីនចំណែកសាច់ដូងផ្ដល់កាបូអ៊ីដ្រាតមើលថាបង្កងមួយនេះធំប៉ុណ្ណាឥឡូវនេះដល់ពេលញ៉ាំអាហារពេលល្ងាចហើយអូខេយ៉ាងម៉េចហើយអូហេត្រូវហើយរសជាតិប្លែកណាស់មែនទេឆ្ងាញ់ណាស់ពិតជាឆ្ងាញ់មែនទេមួយណាអូនចូលចិត្តម្ហូបមួយណាជាងម្ហូបរបស់អូនមានរសជាតិប្លែកជាងទោះបីជារសជាតិបង្កងនៅក្នុងម្ហូបរបស់បងក៏ឆ្ងាញ់ដិតដែរឆ្ងាញ់អស្ចារ្យតែម្ដងព្រឹកថ្ងៃទី3 James នាំមិត្តស្រីទៅមាត់សមុទ្រគាត់សួរសង្សារថាថ្ងៃនេះមានគម្រោងអីទេមិត្តស្រីគ្រាន់តែសង្ឃឹមថាថ្ងៃនេះនឹងមិនបាច់ទ្រាំឃ្លានទៀតទេនាងចង់ចាប់ត្រីឲ្យបានច្រើនដើម្បីបំពេញក្រពះដ៏ឃ្លានទោះបីជាក្តាមអង្ការពីម្សិលមិញឆ្ងាញ់ក៏ដោយប៉ុន្តែវាមិនផ្ដល់ជាតិខ្លាញ់គ្រប់គ្រាន់ទេដើម្បីឲ្យពួកគេអាចរស់រានមានជីវិតបានយូរអ្នកទាំងពីរក៏ប្រញាប់យកកាំភ្លើងបាញ់ត្រីទៅមុជទឹកប្រមាញ់នៅបាតតំបន់មុជទឹកលេចចេញនៅវត្ថុពណ៌ខ្មៅនោះមិនមែនជារបស់ដែលអ្នកនេសាទក្នុងស្រុកបន្សល់ទុកទេពេលចេញទៅសមុទ្រគឺជាសត្វឆ្លើងសមុទ្រតែអាចយកមកធ្វើជាម្ហូបបានប៉ុន្តែ James និងមិត្តស្រីមិនចូលចិត្តញ៉ាំវាទេពួកគេបន្តតម្រង់កាំភ្លើងបាញ់ត្រីចូលទៅក្នុងប្រហោងថ្មទោះបីជាមានកាំភ្លើងបាញ់ត្រីនៅក្នុងដៃដ៏មានអានុភាពក៏ដោយមិត្តស្រីនៅតែពិបាកបាញ់ឲ្យត្រូវត្រីដែលពួនក្នុងប្រហោងថ្មណាស់ប្រសិនបើបាញ់ត្រីមិនបានទេមានន័យថាថ្ងៃនេះពួកគេនឹងត្រូវទ្រាំឃ្លានសំណាងល្អតំបន់នេះមានត្រីច្រើនណាស់មិត្តស្រីតម្រង់ហ្វូងត្រីនៅខាងមុខយ៉ាងច្បាស់រួចកេះកៃភ្លាមពេលទាញព្រួញមកវិញមិននឹកស្មានថាបាញ់មួយគ្រាប់ត្រូវត្រីដល់ទៅ3ក្បាលត្រីធំ3ក្បាលត្រូវមុតជាប់នឹងចុងព្រួយក្បាលតូចជាងគេមានទម្ងន់ប្រហែលកន្លះគីឡូចំណែកក្បាលធំជាងគេមានទម្ងន់ដល់ទៅប្រហែលពី5គីឡូក្រាមពិតជាការប្រមាញ់ដ៏ជោគជ័យមួយយ៉ាងពិតប្រាកដប៉ុន្តែនេះមិនមែនមានន័យថាពួកគេបានឆ្លងកាត់ទាំងស្រុងនោះទេនៅវិបត្តិស្បៀងអាហារនៅលើកោះក្លិនឈាមចេញពីត្រីទាំងនោះបានតាក់ទាញត្រីឆ្លាមយ៉ាងលឿនទោះបីជាត្រីឆ្លាមទាំងនេះកង្វល់នឹងវាប្រហារមនុស្សមុនក៏ដោយប៉ុន្តែពួកវាអាចដណ្ដើមយកអាហាររបស់អ្នកបានវិធីល្អបំផុតគឺត្រូវប្រញាប់យកត្រីឡើងផុតពីផ្ទៃទឹករួចត្រឡប់ទៅច្រាំងវិញពេលដែលមិត្តស្រីគិតថាអាចស្ងប់ចិត្តបានដើម្បីរៀបចំអាហារពេលល្ងាចស្រាប់តែត្រីឆ្លាមនៅតំបន់មុជទឹកនោះបានលូតស៊ីរបស់ដែលរកបានបាត់ទៅហើយសំណាងល្អដែលពួកគេប្រទះឃើញទាន់ពេលបើមិនដូច្នេះទេត្រីច្បាស់ជាត្រូវពួកវាស៊ីអស់មិនខានមានអាហារច្រើនក៏ត្រូវការទឹកច្រើនជាងមុនដែរព្រោះពេលដែលរាងកាយរំលាយអាហារវានឹងប្រើប្រាស់ជាតិទឹកយ៉ាងច្រើន James បេះដូងពីរបីផ្លែពីលើដើមដូច្នេះហើយបញ្ហាទឹកផឹកត្រូវបានដោះស្រាយគាត់ក៏ឆ្លៀតកាប់ធាងដូងពីរបីធាងថែមទៀតបន្ទាប់ពីត្រឡប់មកឆ្នេរខ្សាច់វិញ James ហែកស្លឹកដូងជា2ចំហៀងធាងដូងធំទាំងនេះអាចប្រើសម្រាប់សង់ជំរកបានប្រសិនបើត្បាញវាចូលគ្នាហើយក៏អាចធ្វើជាកន្ទេលនិងកម្រាលបានដែរបន្ទាប់មកគឺដុតភ្លើងដើម្បីចម្អិនអាហារពេលល្ងាចនៅលើកោះស្ងាត់ការឃុំឈើដើម្បីបង្កើតភ្លើងពិតជាហត់ខ្លាំងណាស់ប្រសិនបើកំពុងស្ថិតក្នុងស្ថានភាពឃ្លានអ្នកអាចរៀនតាម James ដោយប្រើដៃកេះដើម្បីបង្កើតភ្លើងទាំងចំណេញកម្លាំងនិងចំណេញពេលវេលាក្នុងពេលកំពុងត្បាញកន្ទេលមិត្តស្រីស្រាប់តែភ្លេចរបៀបត្បាញ James ក៏អត់ធ្មត់បង្រៀននាងឡើងវិញនៅលើកោះស្ងាត់បើធ្វើឲ្យមិត្តស្រីខឹងគឺគួរឲ្យខ្លាចជាងរន្ទះបាញ់ទៅទៀតក្រោមការណែនាំយ៉ាងយកចិត្តទុកដាក់របស់ James នាងត្បាញកន្ទេលមួយបានយ៉ាងរហ័ស James កាប់ដូងខ្ចី2ផ្លែគាត់សង្កេតឃើញមានក្តាមសម្បកខ្យងជាច្រើននៅលើដីក្នុងន័យមួយនេះបង្ហាញយ៉ាងច្បាស់ថាអាចរស់រានមានជីវិតបានយូរនៅលើកោះនេះដោយសារតែពស់ឃ្លានខ្លាំងមុនពេលចម្អិនអាហារពេលល្ងាចពួកគេផឹកទឹកដូងពីរបីក្អឹកដើម្បីបើកចំណង់អាហារ James ដាក់ត្រីដែលបានធ្វើរួចទៅលើរងើភ្លើងដើម្បីអាំងសីតុណ្ហភាពនៃគំនរភ្លើងគឺក្តៅខ្លាំងណាស់ត្រឹមមួយប៉ព្រិចភ្នែកស្បែកត្រីក៏ឆេះខ្លោចនៅលើកោះស្ងាត់ប្រូតេអ៊ីនរាល់ម៉ាត់គឺមានតម្លៃខ្លាំងណាស់ទោះបីជាខ្លោចក៏មិនអាចខ្ជិះខ្ជីបានដែរពេលអាំងត្រីនៅខាងក្រៅមិនបាច់វះស្រកាទេស្រកានឹងការពារសាច់ត្រីនិងរក្សាសំណើមនៅខាងក្នុងបន្ទាប់ពីត្រីត្រូវបានអាំងឆ្អិនល្អដល់ពេលរីករាយជាមួយអាហារពេលល្ងាចហើយអាហារពេលល្ងាចថ្ងៃនេះគឺត្រីចាប់ពីព្រៃកោងកាងត្រីប្រភេទនេះមានរសជាតិស្រដៀងត្រីទីឡាព្យាប៉ុន្តែដោយសារវាជាត្រីសមុទ្រធម្មជាតិទើបសាច់វាឆ្ងាញ់ជាងឆ្ងាយ James ដាក់ត្រីអាំងលើកន្ទេលគ្រាន់តែបកស្បែកឲ្យខ្លោចខាងក្រៅចេញនោះនឹងឃើញសាច់ត្រីពណ៌ស្ទន់មានទឹកដងមើលត្រីអាំងដ៏ច្រើននេះទៅក្លិនឈ្ងុយសាយភីពេញទីនោះមើលសាច់ត្រីដ៏ស្ក្បោះនេះទៅ
ពិតជាត្រីដែលឆ្ងាញ់អស្ចារ្យមែនចាំបងយកឲ្យអូនមួយដុំសិននៅសល់ដូងមួយផ្លែទៀតយកមកខាងមុខមកអូមើលណែល្អឥតខ្ចោះឆ្ងាញ់ណាស់អូនយល់ថារសជាតិយ៉ាងម៉េចដែរអូពិតជាឆ្ងាញ់មែនទែនយប់មិញពួកគេញ៉ាំត្រីអាំងអស់រលីងបើថ្ងៃនេះរកអាហារមិនបានទេពួកគេនៅតែឃ្លៀងខ្លាំងដដែលក្តាមទូសធំប៉ុណ្ណាក៏មិនគ្រាន់ឆ្អែតដែរមានតែត្រីអាំងទើបជាអាហារចម្បងនៅតាមមាត់កោះមានដើមដូងជាច្រើនដូងបានក្លាយជាប្រភពទឹកសាបដ៏សំខាន់របស់ពួកគេនៅលើកោះជារៀងរាល់ថ្ងៃជាមធ្យមពួកគេត្រូវញ៉ាំដូងជាង10ផ្លែ James បេះដូងទាំងអស់ពីលើដើមទម្លាក់ចុះមកដើម្បីកុំឲ្យហត់ឡើងបេះច្រើនដងដើមដូងមួយដើមរលំត្រេតនៅលើមាត់សមុទ្រមិត្តស្រីទម្រេកខ្លួនសម្រាប់ពីលើបើមិនយកប្រើជាបន្ទប់ទឹកទេពិតជាស្ដាយណាស់បន្ទាប់ពីសម្រាប់មួយសន្ទុះពួកគេក៏ចាប់ផ្ដើមដំណើរមួយទឹកប្រមាណ10ប្រថុយប្រថានត្រេបបែកយក្សមួយក្បាលហែកាត់ពីមុខទំហំសាច់របស់វាប្រៀបបាននឹងសត្វក្តាមតូចមួយអញ្ចឹងទោះបីជាជាប់គាំងនៅលើកោះស្ងាត់ពួកគេក៏មិនចង់ខ្ជិះខ្ជាអាហារដែរជារៀងរាល់ថ្ងៃគ្រាន់តែប្រមាញ់អាហារឲ្យល្មមឆ្អែតពុះប៉ុណ្ណោះបន្ទាប់ពីបានទស្សនាទេសភាពក្រោមសមុទ្រយ៉ាងពេញចិត្តពួកគេសម្រេចចិត្តចាប់ផ្ដើមប្រមាញ់មិត្តស្រីកាងស្វែងរកគោដែលស័ក្តិសមនៅក្នុងតំបន់កាត់មកត្រីនៅទីនេះកុះកខ្លាំងណាស់ប៉ុន្តែក៏មានត្រីឆ្លាមលេចមុខមិនតិចដែរមានអារម្មណ៍ដូចជានៅក្នុងកម្មវិធី buffet នៃធម្មជាតិមានអាហារគ្រប់ប្រភេទនៅចំពោះមុខធ្វើឲ្យពួកគេមិនដឹងថាគួរជ្រើសរើសមួយណាមិនយូរប៉ុន្មាន James បានបាញ់ត្រីឆ្កោកព្រួយខៀវទម្ងន់ជាង10គីឡូមិនទាន់ទាញត្រីផុតពីផ្ទៃទឹកស្រួលបួលផងត្រីឆ្លាមបានធំក្លិនហើយហែមកដល់ James ប្រញាប់លើកត្រីឡើងផុតពីផ្ទៃសមុទ្រដើម្បីជៀសវាងត្រីឆ្លាមវាយប្រហារដោយសារក្លិនឈាម James យកត្រីត្រឡប់ទៅកន្លែងស្នាក់នៅថ្ងៃនេះប្រកាសជាអាហារត្រីអាំងដ៏ឈ្ងុយឆ្ងាញ់ទៀតហើយ James ចាប់ផ្ដើមប្រមូលអស់នឹងស្លឹកដូងគាត់ជីករណ្ដៅតូចមួយនៅលើឆ្នេរខ្សាច់រួចដោតមែកឈើពីរ3នៅក្បែរនោះប្រើធាងដូងដើម្បីធ្វើជាជើងអាំងរស់នៅលើកោះស្ងាត់មានដែកកេះគឺគ្រប់គ្រាន់ហើយបន្ទាប់មកគឺរៀបចំធ្វើត្រីឆ្កោកប្រូយខៀវបន្ទាប់ពីយកគ្រឿងក្នុងចេញវះពីរបីកន្លែងនៅលើខ្លួនត្រីដើម្បីឲ្យវាឆាប់ឆ្អិនបន្ទាប់មក James ដាក់ត្រីទាំងមូលទៅលើចម្រឹងអាំងក្នុងពេលរងចាំត្រីឆ្អិនគាត់កាប់ដូងមួយផ្លែទៀតដើម្បីញ៉ាំបន្ទាប់ពីវល់ពេញមួយថ្ងៃរាងកាយត្រូវការបំពេញអេឡិចត្រូលីកក្រោមសីតុណ្ហភាពខ្ពស់នៃគំនរភ្លើងត្រីចាប់ផ្ដើមមានប្រតិកម្មមេឡូចឡើងពណ៌ត្នោតស្បែកត្រីប្រែជាពណ៌លឿងទុំបន្តិចម្ដងសាយភីក្លិនត្រីអាំងដ៏ឈ្ងុយឆ្ងាញ់ត្រីឆ្កោកព្រួយខៀវមានស្រកាតូចសាច់ហាប់ណាស់បើអាំងយូរពេកវាងាយនឹងផុយដោយសាររបបពិសោធន៍អាំងត្រីយ៉ាងស្ទាត់ជំនាញ James ប្រែត្រីចំពេយ៉ាងល្អដោយសារចម្រឹងអាំងត្បាញឃ្លាតពីគ្នាបើត្រីឆ្អិនផុយពេកវាអាចនឹងធ្លាក់ចូលទៅក្នុងគំនរភ្លើងមិនខាន James យកត្រីអាំងចុះសាច់ត្រីមានជាតិខ្លាញ់និងមានក្លិនឈ្ងុយឆ្ងាញ់ណាស់ត្រីឆ្កោកព្រួយខៀវពិតជាស័ក្តិសមជាគ្រឿងផ្សំលំដាប់កាយ5នៅលើកោះស្ងាត់ឆ្ងាញ់ជាងសាច់ក្តាមនិងបង្កងទៅទៀតអូឆ្ងាញ់មែនទែនប្រភេទត្រីឆ្កោកព្រួយខៀវនេះគឺឆ្ងាញ់ជាងគេក្នុងចំណោមប្រភេទត្រីឆ្កោកប្រសិនបើមានឱកាសចាប់បានមួយក្បាលសូមសាកភ្លក់ភ្លាមទៅរសជាតិអស្ចារ្យណាស់គ្រាន់តែប្រឡាក់សាច់វាឲ្យបានត្រឹមត្រូវវានឹងឆ្ងាញ់កប់តែម្ដងមុនពេលចូលគេងយប់នោះ James ក្រុងទៅតំបន់ឆ្ងាយជាងនេះដើម្បីស្វែងរកធនធានវាជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយប្រសិនបើរកអាហារមិនបានភាគច្រើនអាចនឹងជួបគ្រោះថ្នាក់ព្រលឹមស្រាំងថ្ងៃទី5 James សម្រេចចិត្តញ៉ាំអាហារពេលព្រឹកសិនដើម្បីបំពេញពោះមិត្តស្រីអបផ្លែដូងតែធំជាងក្បាលមនុស្សទៅទៀតរួចសាច់យ៉ាងកំសត់ក្បាលតូចជាងផ្លែដូងទៅទៀតតែនៅតែសាច់យ៉ាងសប្បាយមុនពេលចេញដំណើរ James ជ្រើសរើសស្បែកជើងផ្ទាត់មួយគូដែលរើសបាននៅឆ្នេរអ្នកទាំងពីរយកសន្ទូចតាមខ្លួនដើម្បីទៅស្វែងរកធនធានដែលមិនទាន់បានកន្លះនាទីផងមិត្តស្រីត្អូនថាហត់បាត់ទៅហើយនាងដេកសន្ធឹងក្រោមដើមដូងដើម្បីសម្រាក James ក៏មិនបាននិយាយអ្វីទៀតដែរតែគាត់ដើរទៅរុករកនៅតំបន់ជុំវិញនៅលើដីមានគ្រាប់តូចទាំងនេះជាច្រើននៅលើកោះដែលខ្វះខាតអាហារនេះ James ប្រមូលគ្រាប់ទាំងនោះទាំងអស់ព្រមទាំងរើបានដូងទុំពីរបីផ្លែទៀតគ្រាប់តូចទាំងនេះគឺគ្រាប់អាល់ម៉ុនសមុទ្រតែអាចញ៉ាំបាននេះគឺជាអាហារសម្រន់មួយតែអ្នកស្រុកចូលចិត្តបំផុតគ្រាប់ប្រភេទនេះសម្បូរជីវជាតិណាស់ James យកថ្មគូបំបែកសម្បករឹងយកសាច់ខាងក្នុងបើយកវាទៅអាំងវានឹងកាន់តែឈ្ងុយឆ្ងាញ់ James គូបំបែកគ្រាប់ទាំងអស់ប្រមូលបានសាច់គ្រាប់ជាង10ក្រាមគាត់ចង់រៀបចំអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់មួយសម្រាប់មិត្តស្រីដូងទុំទាំងនេះក៏ជាប្រភពអាហារដ៏មានតម្លៃដែរទោះបីទឹកដូងមិនសូវផ្អែមក៏ដោយប៉ុន្តែសាច់ដូងឡើងក្រាស់គួរឲ្យកត់សម្គាល់រសជាតិក៏មុតជាងមុនដែរបន្ទាប់មក James កាប់ដូងផ្លែទី2គ្រាប់ដូងខាងក្នុងបានដុះពន្លកប៉ុន្តែនេះមិនមែនមានន័យថាញ៉ាំមិនបាននោះទេដូងដែលដុះពន្លកទោះបីជាគ្មានទឹកដូងក៏ដោយប៉ុន្តែខាងក្នុងមានកំពតដូងដែលសម្បូរជីវជាតិណាស់សាច់កណ្ដាលទន់ដូចស្ករម៉ាស់ម៉ាឡូញ៉ាំទៅមិនរឹងដូចសាច់ដូងទេ James ទើបតែញ៉ាំកំពតដូងមួយម៉ាត់ក៏ត្រូវមិត្តស្រីនៅក្បែរហើយរួចឆ្លៀតឱកាសយកកំពតដូងដែលនៅសល់របស់គាត់តែម្ដងនេះបញ្ជាក់ឲ្យឃើញថាកំពតដូងមានរសជាតិនិងសាច់ឆ្ងាញ់ណាស់
James និយាយត្រង់មិត្តស្រីគឺជាម្ចាស់កត្រីនៃកោះនេះតែម្ដងអាហារពេលព្រឹកថ្ងៃនេះរួមមានសាច់ដូងនិងគ្រាប់រុក្ខជាតិព្រមទាំងកំពតដូងដែលបន្ថែមជាតិស្ករធម្មជាតិទោះបីជាគ្មានសាច់ប៉ុន្តែនៅតែមានសុខភាពល្អគ្រប់គ្រាន់បន្ទាប់ពីញ៉ាំឆ្អែតពួកគេចាប់ផ្ដើមប្រមូលដើមឫស្សីនៅមាត់សមុទ្រព្រមទាំងរើបានក្បូនអណ្តែតជាច្រើនដែលគេបោះចោលពួកគេចង់ធ្វើក្បូនឫស្សីមួយដែលអាចចេញសមុទ្របានមិនយូរប៉ុន្មានពួកគេក៏ដំឡើងបានក្បូនបណ្ដោះអាសន្នមួយមានទំហំធំល្មមក្បូនអណ្តែតក៏មានច្រើនគ្រប់គ្រាន់អាចទ្រទម្ងន់មនុស្ស2នាក់បានយ៉ាងងាយពេលនេះចរន្តទឹករៀងស្ងប់ស្ងាត់បើបណ្ដែតតាមខ្សែទឹកប្រហែលជាគ្មានបញ្ហាអ្វីទេអ្នកទាំងពីរសែងក្បូនចុះទៅសមុទ្រសមត្ថភាពអណ្ដែតរបស់ក្បូនគឺល្អណាស់អាចទ្រទម្ងន់អ្នកទាំងពីរបានយ៉ាងល្អស្មានតែនឹងចាប់ផ្ដើមដំណើរឆ្លងកាត់សមុទ្រទៅហើយមិននឹកស្មានថាត្រឹមមួយសន្ទុះរលកសមុទ្រក៏បោកពួកគេត្រឡប់មកឆ្នេរខ្សាច់វិញកាលពីដំបូងមើលទៅចង់ប្រើក្បូនដើម្បីចាក់ចេញពីកោះស្ងាត់មិនសាមញ្ញដោយការគិតឡើយបើចេញសមុទ្រមិនបានទេពួកគេមានតែបន្តប្រើកាំភ្លើងបាញ់ត្រីដើម្បីមុជទឹកប្រមាញ់តំបន់ផ្កាថ្មនៅតែជាភោជនីយដ្ឋាន buffet ដែលពួកគេចូលចិត្ត James កាន់កាំភ្លើងបាញ់ត្រីដើររកចំណីដែលស័ក្តិសមកេះកៃហើយបាញ់ជំត្រីធំមួយក្បាលយ៉ាងច្បាស់ឈាមហូរចេញមកខណៈពេលដែលត្រីកំពុងត្រដោះបានតាក់ទាញត្រីឆ្លាមពីល្បីក្បាលយ៉ាងលឿន James ប្រញាប់ផុសឡើងលើកត្រីក្នុងដៃឡើងខ្ពស់ប៉ុន្តែហ្វូងត្រីឆ្លាមនៅតែហែលក្រវែលជុំវិញគាត់មិនព្រមចេញទៅណាដរាបណាមិនមែនជាត្រីឆ្លាមស្ធំគឺមិនបាច់បារម្ភពេកទេថាពួកវានឹងវាយប្រហារមនុស្សបន្ទាប់ពីត្រីឆ្លាមចេញទៅ James ប្រញាប់ហែលចូលច្រាំងប៉ុន្តែចំពេលត្រឡប់មកវិញហ្វូងត្រីឆ្លាមក៏លេចមុខមកតាមក្រោយដោយសារក្លិនឆ្អាបគាត់ចង្អុលកាំភ្លើងបាញ់ត្រីទៅរកពួកវាទើបពួកវាមិនហ៊ានចូលចិត្ត James ដាក់ត្រីនៅលើក្បូនរួចទាញក្បូនទៅមុខទីបំផុតក៏បានត្រឡប់មកច្រាំងវិញយ៉ាងសុវត្ថិភាព James ព្យួរត្រីនៅលើដាំឫស្សីក៏តាក់ទាញក្តាមដូងមួយក្បាលក្តាមដូងគឺជាប្រភេទក្តាមរស់នៅលើគប់ធំជាងគេបំផុតនៅលើពិភពលោកវាត្រូវបាន James ទាន់ពេលកំពុងលួចស៊ីត្រីក្តាមដូងមានសមត្ថភាពបង្កាត់ពូទាបទោះបីជាសាច់វាឆ្ងាញ់ក៏ដោយប៉ុន្តែ James នៅតែសម្រេចចិត្តលែងវាទៅធម្មជាតិវិញ James រើដូង2ផ្លែសម្រាប់អាហារពេលល្ងាចថ្ងៃនេះនៅតាមមាត់សមុទ្រនៃកោះស្ងាត់មានស្លឹកឈើស្ងួតជ្រុះជាច្រើនគ្រាន់តែប្រមូលបន្តិចក៏គ្រប់គ្រាន់សម្រាប់ធ្វើជាប្រឆេះបង្កាត់ភ្លើងបន្ទាប់ពីដុតភ្លើងរួចត្រូវរង់ចាំឲ្យអស់ឆេះទៅជារងើកក្នុងពេលនោះអាចធ្វើត្រីទុកជាមុនសិននេះគឺជាត្រីសមុទ្រដ៏ធំមួយសាច់វាផុយខ្លាញ់និងមានឆ្អឹងតិចណាស់ញ៉ាំត្រីអាំងជាប់គ្នា2ថ្ងៃ James ចាប់ផ្ដើមទ្រលាន់ហើយថ្ងៃនេះគាត់ចង់ដូរមុខម្ហូបឲ្យមិត្តស្រីគាត់ប្រឡាក់យកតែសាច់ត្រីចំណែកក្បាលនិងឆ្អឹងត្រីត្រូវបោះចោលហ្វូងត្រីឆ្លាមនៅតំបន់មុជទឹកបានក្លាយជាសត្វចិញ្ចឹមដ៏សាមរបស់ពួកគេទៅហើយ James បោះស្បែករួចកាត់សាច់ត្រីជាដុំបើញ៉ាំជាមួយទឹកស៊ីអ៊ីវនិងវ៉ាសាប៊ីវានឹងក្លាយជាមួយចាន Sashimi Sashimi ប៉ុន្តែ James មិនមានបំណងញ៉ាំបែបនេះទេមិត្តស្រីក៏មិនដឹងថា James ចង់ធ្វើម្ហូបអ្វីដែរធម្មតាអាំងទាំងមូលក៏ឆ្ងាញ់ណាស់ទៅហើយចុះមិនក៏ថ្ងៃនេះកាត់សាច់ត្រីជាដុំអស់អញ្ចឹង James ប្រើឆ្នាំងដែកដើម្បីត្រងទឹកដូងរួចប្រើកាំបិតកោសសាច់ដូងទុំមានក្លិនឈ្ងុយខ្លាំងណាស់បន្ទាប់មកចាក់សាច់ដូងទាំងអស់ចូលក្នុងឆ្នាំងបន្តដាក់សាច់ត្រីទាំងអស់ចូលតាមពិតពួកគេចង់ចម្អិនមុខម្ហូបត្រីស្ងោរទឹកខ្ទិះដូងពួកគេប្រើសំបកដូងធ្វើជាចានដួសត្រីស្ងោរខ្ទិះដូងមួយចានរួចច្របាច់ក្រូចឆ្មាបន្តិចចូលសាច់ត្រីស្រូបយករសជាតិខ្លាញ់ឈ្ងុយនៃទឹកដូងរសជាតិពិតជាទាក់ទាញខ្លាំងណាស់ទោះបីជាជាប់គាំងនៅលើកោះស្ងាត់ពួកគេនៅតែយកចិត្តទុកដាក់ចំពោះការញ៉ាំអាហារអូយើងគួរតែធ្វើម្ហូបនេះញឹកញាប់ជាងមុនអ្វីគ្រប់យ៉ាងពិតជាឆ្ងាញ់ណាស់ដូងក៏ឆ្ងាញ់ណាស់ដែរហាន់ក្រូចឆ្មាបន្តិចធ្វើឲ្យរសជាតិមានតុល្យភាពល្អឥតខ្ចោះវីដេអូថ្ងៃនេះដល់ទីបញ្ចប់ត្រឹមនេះនៅក្នុងភាពបន្ទាប់ James នឹងបន្តជាមួយមិត្តស្រីដំណើរផ្សងព្រេងនៅលើឆ្នេរខ្សាច់ពួកគេមានគម្រោងប្រមាញ់ប្រភេទបង្កងសមុទ្រដ៏កាចសាហាវមួយតើពួកគេនឹងទទួលបានជោគជ័យដែរទេព្រះអើយគួរឲ្យខ្លាចណាស់មើលទង្គៀបវាទៅព្រះអើយមើលទង្គៀបរបស់វាទៅទីបំផុតយើងក៏ចាប់បានមួយក្បាលដែលជាសត្វសមុទ្រដ៏គួរឲ្យខ្លាចមួយនេះបង្កងការឆាតយៈមើលវាទៅពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សូមកុំភ្លេចចុច like និង subscribe ពី channel របស់យើងផង